ជំរាបសួរបងប្អូនខ្មែរព្រឹកនេះចង់ចែកចាយបងប្អូនពីរឿងផលិតផលខ្មែរហើយនឹងផលិតផលនាំចូលពីប្រទេសក្រៅជាពិសេសប្រទេសទី2ឬក៏ប្រទេសជិតខាងយើងដែលកំពុងតែឆ្លុះប្រកែកគ្នាតាមព្រំប្រទល់យាយមានដំណឹងហើយក៏ស្របពេលដែលយើងគិតថាពេលវេលាហ្នឹងគឺជាពេលវេលាលំបាករបស់ពួកយើងតែក៏វាកើតរឿងល្អច្រើនក្នុងពេលតែមួយយ៉ាប់រឿងល្អច្រើនកើតឡើងច្រើនមែនតើដែលយើងគិតថាយើងគ្រប់គ្នាគិតថាពីមុនគេមើងងាយយើងគេគិតថាយើងហ្នឹងគេហៅថារស់អត់គេអត់បានណាអញ្ចឹងណាតែដល់ពេលគេអត់បានដឹងថាយើងហ្នឹងគេហៅថាសង្ងំធ្វើពួកយើងទាំងអស់គ្នាសង្ងំធ្វើដែលទាំងដែលយើងមិនដែលអួតអាងមិនប្រកែខាងអួតប្រកែខាងយកមកចេញមុខអីចឹងណាចឹងទៅក៏ពេលដែលមានរឿងកើតឡើងហ្នឹងក៏ធ្វើឲ្យខ្មែរចេះវាកើតចេញជារឿងល្អមកវិញសម្រាប់ប្រជាជនយើងដែលខ្ញុំស្រឡងឃើញថាយើងឥឡូវគឺយើងចេះស្រឡាញ់គ្នារួបរวมគ្នាចាប់ផ្ដើមផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរយើងឲ្យទៅជនបរទេសឬក៏ប្រទេសជុំវិញខ្លួនយើងបានស្គាល់ក៏ដូចជានៅក្នុងស្រុកហ្នឹងមានផលិតផលក្នុងស្រុកបង្កើតបន្ថែមមកច្រើនមែនតើដែលពេលកន្លងមកដោយសារយើងមានផលិតផលនាំចូលច្រើនពេកពីប្រទេសផ្ទះចិត្តខាងយើងអញ្ចឹងណាអញ្ចឹងធ្វើឲ្យយើងនឹងអត់ងាកមកប្រើជាផលិតផលរបស់យើងអ្នកខ្លះដូចថាគាត់ធ្លាប់ប្រើផលិតផលគេល្អខ្ញុំទទួលស្គាល់ពីមុនដូចគ្នាទេខ្ញុំតែនិយាយតាមពិតពួកខ្ញុំចេញវីដេអូតាក់ទងជាមួយនឹងជាតិនិយមការគ្រប់គ្រងផលិតផលក្នុងស្រុកដើម្បីបង្កើនការងារឲ្យបងប្អូនខ្មែរយើងនៅក្នុងប្រទេសច្រើនខ្ញុំបានធ្វើវីដេអូមកច្រើនកន្លងមកខ្ទង់ 2-3 វីដេអូដែរដល់ពេលរឿងនេះកើតឡើងចឹងទៅធ្វើឲ្យពួកខ្ញុំសប្បាយចិត្តក៏ដូចជាឃើញនៅលទ្ធផលនៅការរួបរวมរបស់ខ្មែរយើងឥឡូវគឺចេះស្រឡាញ់គ្នាចេះជួយផ្សព្វផ្សាយនៅផលិតផលក្នុងស្រុកចេះបែរមកប្រើផលិតផលក្នុងស្រុកហើយក៏ដូចជាផលិតផលក្នុងស្រុកឥឡូវហ្នឹងក៏មានទីផ្សារគេហៅថាមានគុណភាពច្រើនពួកខ្ញុំប្រើផលិតផលក្នុងស្រុកច្រើនមែនតើនៅក្នុងផ្ទះពួកខ្ញុំណាបើសិនជាអាហ្នឹងដូចជាគំនិតរបស់គ្រូសាខ្ញុំដែលគាត់តែងតែផ្ដើមគំនិតឲ្យខ្ញុំហ្នឹងចេះស្រឡាញ់គ្រប់គ្រងនៅផលិតផលខ្លួនឯងចេះគិតថាគ្មានអីគេក៏គ្មានអស្ចារ្យអីជាងយើងទេរបស់គេធ្វើមកវាអត់មានអីអស្ចារ្យជាងរបស់ខ្មែរក្នុងស្រុកយើងទេអញ្ចឹងយើងព្យាយាមជួយប្រើផលិតផលរបស់យើងជួយលើកទឹកចិត្តជួយឲ្យគ្នានឹងមានគេហៅទីផ្សារមានកម្លាំងចិត្តក្នុងការផលិតក៏ដូចជាកសិករមានកម្លាំងចិត្តក្នុងការដាំដុះដែរពេលដែលមានទីផ្សារចឹងទៅធ្វើឲ្យបដិគំនិតយើងគេហៅថាគំនិតជាតិនិយមដែលយើងគិតថាប្រទេសណាក៏គេជាពិសេសប្រទេសដែលពួកខ្ញុំធ្លាប់រស់នៅប្រទេសអាមេរិកចឹងចុះគឺគេចំណុចល្អមួយគឺគេបដិគំនិតប្រជាជនគេឲ្យជាតិនិយមឲ្យចេះគ្រប់គ្រងផលិតផលក្នុងស្រុកឲ្យចេះខ្មាស់គេថាបើអ្នកឯងទិញផលិតផលនាំចូលដែលក្នុងប្រទេសមានដែរហ្នឹងឲ្យចេះល្អៀខ្លួនណាអារឿងនោះមួយគឺល្អមែនតើដែលគេរួបរวมគ្នាដែលធ្វើឲ្យប្រទេសជាតិគេល្បីល្បាញដោយសារផ្ដើមចេញពីប្រជាជននឹងឯងបើសិនជាយើងមានគេហៅថាយើងមានការជាតិនិយមយើងចេះជួយជាតិយើងចេះជួយគ្រប់គ្រងផលិតផលក្នុងស្រុកយើងគឺប្រទេសជាតិយើងដើរហើយសេដ្ឋកិច្ចយើងដើរហើយគឺប្រជាជនយើងចាប់ផ្ដើមមានការងារធ្វើអត់ចាំបាច់ទៅចំណាក់ស្រុកទៅធ្វើការឲ្យគេទាំងដែលគេហៅថាគេមើងងាយមើលថោកយើងដែលថាយើងគ្មានសមត្ថភាពធ្វើអ្វីដែលជារបស់ខ្លួនយើងទេទាំងដែលសម័យចង់តាំងពីចំនួនសម្ដេចចំនួន60ហ្នឹងហើយតាំងពីចំនួនមុនសង្គ្រាមមុនពលពតចូលទាំងដែលយើងគឺកំពុងតែរីកចម្រើនកំពុងតែមានគេហៅថាផលិតផលក្នុងស្រុកយើងទាំងអស់មិនថាផលិតជាកង់ឡានខ្ញុំឃើញវីដេអូគឺខ្ញុំស្ងើចដូចថាយើងមិនទាន់កើតទេចំនួនហ្នឹងតែបានយើងមើលត្រឡប់ក្រោយទៅថាការពិតប្រទេសកម្ពុជាយើងពីមុនគឺជាប្រទេសដែលមានគ្រប់សពទាំងវិស័យឧស្សាហកម្មកសិកម្មសិប្បកម្មអីផ្សេងគឺយើងផលិតផលក្នុងស្រុកទាំងអស់អញ្ចឹងបានន័យថាយើងមានសមត្ថភាពអញ្ចឹងយើងពេលដែលមានរឿងនឹងកើតឡើងទៅជាវាផ្ដល់ជាផលល្អមួយដែលទាំងដែលអត់ដឹងថាខ្មែរយើងមានរៀបចំត្រៀមខ្លួនជាច្រើនដែលយើងអាចធ្វើដោយមិនបាច់ពឹងពាក់តែលេខ2ហ្នឹងហើយព្រោះយើងអត់ចង់និយាយឈ្មោះទេព្រោះប្រជាជនគេនោះអត់បានទេតាម comment គ្រប់វីដេអូរបស់យើងផ្សេងណាដែលយើងនិយាយតាក់ទងជាមួយពួកគាត់ហ្នឹងអញ្ចឹងពេលដែល
ខ្ញុំតែងតែបដោគំនិតឲ្យខ្មែរយើងព្យាយាមបើកចិត្តប្រើផលិតផលរបស់យើងកុំឲ្យយើងគិតថាផលិតផលរបស់យើងនៅតែមិនល្អគុណភាពមិនកើតចាញ់ផលិតផលរបស់គេនាំចូលមកឲ្យយើងបដោគំនិតថារបស់យើងក៏ល្អប្រទេសយើងចាប់ផ្ដើមមានស្តង់ដារប្រជាជនរបស់យើងចាប់ផ្ដើមអ្នកដែលម្ចាស់រោងចក្រម្ចាស់សិប្បកម្មម្ចាស់ឧស្សាហកម្មផ្សេងៗក៏ចាប់ផ្ដើមមានស្តង់ដារអនាម័យគុណភាពហើយក៏ខ្ញុំឃើញប៉ូលីសខាងគេហៅថាអីគាត់អ្នកដែលឆែកគុណភាពទៅលើផលិតផលទៅលើអីហ្នឹងគឺគាត់ដើរឆែកដើរគេហៅថាយើងចាប់ផ្ដើមផ្លាស់ប្ដូរនៅទម្លាប់របស់យើងអញ្ចឹងយើងគួរតែជួយគ្នាគ្រប់គ្រងដូចពេលនេះអញ្ចឹងគឺពេលដែលយើងនេះល្អមែនតើខ្ញុំថារឿងហ្នឹងកើតឡើងហ្នឹងការបិទច្រកព្រំប្រទល់ព្រំដែនហ្នឹងកើតឡើងហ្នឹងគឺថាធ្វើឲ្យប្រជាជនយើងចាប់ផ្ដើមមានអារម្មណ៍ថាឈឺចាប់នៅគេមើងងាយយើងឈឺចាប់មែនតើឈឺចាប់ដែលគេគិតថាយើងរស់អត់គេអត់បានអាហ្នឹងឯងគឺជាការឈឺចាប់ខ្លាំងណាហេតុអីក៏យើងឲ្យគេសើចចំអកឲ្យយើងហើយមើងងាយហើយយើងនៅតែទៅទិញផលិតផលគេប្រើទៀតអាហ្នឹងតែតែងតែខ្ញុំនិយាយពីដើមមកហេតុអីក៏យើងអត់មានការឈឺចាប់មួយហ្នឹងខ្ញុំក៏ធ្លាប់ទៅលេងប្រទេសហ្នឹងមែនធ្លាប់ជួយផ្សព្វផ្សាយប្រទេសគេទៀតតែដល់ពេលរឿងមួយដែលធ្វើឲ្យយើងឈឺចាប់យើងជួបផ្ទាល់យើងជាអ្នកផលិតមាតិកាយើងបង្ហោះវីដេអូតាម YouTube តាម Facebook យើងជួបផ្ទាល់ពេលដែលយើងទទួលជ័យជំនះគឺគេអត់សប្បាយចិត្តជាមួយយើងឯងដោយការ SEA Game ដែលយើងបង្ហោះវីដេអូតាក់ទងជាមួយខ្មែរយើងមានការគ្រប់គ្រងច្រើនទូទាំងពិភពលោកមើលពីការតស៊ូរបស់បរិសម្នាក់ដែលគាត់ជាអ្នករត់ប៉ុណ្ណឹងគឺប្រទេសនៅអត់ពេញចិត្តទេចូលមក report វីដេអូយើងឲ្យវីដេអូយើងមានបញ្ហាហើយតាក់ទងនឹងពាក្យដូចពាក្យសង្ក្រានអញ្ចឹងទៅតាមពិតវាជាពាក្យរបស់ខ្មែរវាជាកម្មវិធីរបស់យើងតែតែគេយកទៅឲ្យគេយកពាក្យហ្នឹងទៅ claim ទៅដល់អង្គការអីផ្សេងអញ្ចឹងទៅពិភពលោកអញ្ចឹងទៅដើម្បីគេទទួលស្គាល់ថាសង្ក្រានគឺជារបស់ពួកគាត់មិនមែនជារបស់យើងទេគឺថាមានរឿងច្រើនទៀតដែលខ្ញុំដឹងពេលដែលខ្ញុំទៅនៅស្រុកគេគឺខ្ញុំដឹងរឿងច្រើនដែលធ្វើឲ្យយើងនឹងគិតថាហេតុអីក៏យើងអត់ចេះរៀនតាមគេចិត្តនិយមតាមគេជារៀនគ្រប់គ្រងផលិតផលបើសិនជាយើងអត់គ្រប់គ្រងផលិតផលក្នុងស្រុកផងតើប្រជាជនយើងមានការងារអីធ្វើសូម្បីតែដំណាំដាំដុះហ្នឹងក៏យើងយករបស់គេមកដែរឥឡូវហ្នឹងខ្ញុំឮព័ត៌មានមកថាខ្ញុំបានមើលវីដេអូតាក់ទងមួយដំណាំដាំដុះហ្នឹងក៏ពួកគាត់ចាប់ផ្ដើមមានទីផ្សារមកវិញតម្លៃឡើងថ្លៃមានគេហៅថាយើងចាប់ផ្ដើមជួយគ្នាទិញនៅផលិតផលដំណាំដាំដុះបន្លែផ្លែឈើរបស់យើងក្នុងស្រុកទោះជាវាមានតម្លៃខ្ពស់ជាងគេបន្តិចក៏ប៉ុន្តែយើងព្យាយាមគេហៅថាលែងមានរបស់នាំចូលមកពីប្រទេសផ្ទះលេខ2ហ្នឹងទៅគឺយើងត្រូវការតម្រូវការផលិតផលក្នុងស្រុករបស់យើងហេតុអីក៏យើងទៅចិញ្ចឹមឆ្នាំងបាយគេកន្លងមកច្រើនឆ្នាំមកយើងទៅចិញ្ចឹមឆ្នាំងបាយគេទាំងដែលយើងមិនដឹងថាគេដាក់ស្អីយើងញ៉ាំខ្លះមិនដឹងថាគីមីនឹងកម្រិតណាមានបញ្ហាប៉ះពាល់ដល់សុខភាពយើងប៉ុណ្ណាហេតុអីក៏យើងអត់ញ៉ាំផលិតផលរបស់ដំណាំរបស់យើងទាំងដែលកសិករគាត់ខំប្រឹងដាំអត់មានទីផ្សារតម្លៃគ្រាន់តែលក់ខ្ពស់ជាងគេបន្តិចក៏គេទៅរកតម្លៃដែលថោកជាងហើយទៅចិញ្ចឹមឆ្នាំងបាយគេអញ្ចឹងមិនថារឿងហ្នឹងកើតឡើងធ្វើខ្ញុំសប្បាយចិត្តខ្លាំងសប្បាយចិត្តថាអូយឥឡូវវាដល់ពេលហើយដល់ពេលដែលយើងនឹងចាប់ផ្ដើមនាំគ្នានឹងវិលត្រឡប់មកប្រើផលិតផលរបស់យើងហើយមានផលិតផលច្រើនណាស់ដែលខ្ញុំប្រើក្នុងស្រុកឆ្ងាញ់មានរសជាតិឆ្ងាញ់ជាងផលិតផលអ្នកប្រទេសផ្ទះទី2ហ្នឹងញ៉ាប់អ្នកចិត្តខាងយើងហ្នឹងគឺឆ្ងាញ់មិនថាមីជាតិយើងមីជាតិបើយើងផ្ទះខ្ញុំឥឡូវខ្ញុំអត់មានញ៉ាំមីរបស់ថៃរបស់អីរបស់ប្រទេសផ្ទះទី2ហ្នឹងឯងខ្ញុំញ៉ាំមីរបស់ខ្មែរទឹកដោះគោស្រស់របស់ខ្មែរទាំងដែលរសជាតិឆ្ងាញ់មែនតើម៉ាគិរីសួរពួកខ្ញុំញ៉ាំហើយក៏មានផលិតផលខ្មែរផ្សេងទៀតដែលពួកខ្ញុំតែងតែទិញញ៉ាំហើយញ៉ាំទៀតព្រោះអីគឺតោះតែយើងទិញប្រាមិនយើងដឹងថាអូតាមពិតផលិតផលរបស់យើងមានគុណភាពដែរតារសជាតិឆ្ងាញ់គុណភាពល្អដូចគ្នាហេតុអីក៏យើងពេលខ្លះល្អជាងផងហេតុអីក៏យើងអត់ដែរបែរមកប្រើរបស់យើងទាំងដែលរបស់គេពេលខ្លះថ្លៃជាងរបស់យើងរឿងនឹងកើតឡើងគឺពួកខ្ញុំចេញវីដេអូមកនេះគឺដោយសារតែយើងសប្បាយចិត្តនៅអ្វីដែលយើងតែងតែចង់ឲ្យបងប្អូនខ្មែរយើងវិលត្រឡប់មកប្រើផលិតផលយើងឥឡូវហ្នឹងវាបានកើតឡើងបដាហើយឃើញថាការមិនថារដ្ឋាភិបាលរបស់យើងគឺពួកគាត់ព្យាយាមជួយផ្សព្វផ្សាយគឺរកទីផ្សារឲ្យ
តំណាំដាំដុះបន្លែផ្លែឈើក្នុងស្រុកយើងឲ្យទៀតចឹងទៅជារឿងដែលមិនល្អតែវាកើតឡើងតែវាផ្ដល់ផលល្អដល់យើងទាំងដែលគេព្យាយាមចំណាយឈ្នានេះយើងចឹងមិនថាយក9នេះដូចខ្ញុំនិយាយចឹងខ្ញុំជឿមែនដោយសារតែឃើញនៅអ្វីប៉ិតហ្មងប៉ិតអ្នកដែលធ្វើមិនល្អអ្នកដែលគិតមិនល្អដល់អ្នកដទៃគឺផ្ដល់ផលដល់ខ្លួនឯងឃើញនៅមួយផ្នែកហ្មងបងប្អូនឃើញហើយចឹងបានថាពេលដែលឃើញការស្រឡាញ់រួបរวมគ្នាជួយខ្មែរគឺជារឿងល្អមួយដែលខ្ញុំសប្បាយចិត្តមែនតើសប្បាយចិត្តហើយក៏ខ្ញុំអត់ចង់និយាយដល់ប៉ះពាល់ដល់ខ្មែរនៅក្រៅប្រទេសអ្នកដែលតែងតែផ្សព្វផ្សាយព័ត៌មានអត់ប៉ិតតែងតែនិយាយហួសការប៉ិតខ្ញុំរស់នៅផ្ទាល់ហើយក៏ខ្ញុំទៅនៅស្រុកគេអាមេរិកហ្នឹង6ឆ្នាំ7ឆ្នាំឯងតែខ្ញុំពីមុនមកខ្ញុំនៅស្រុកខ្មែរមកយូរខ្ញុំរស់នៅប្រទេសខ្មែរផ្ទាល់ខ្ញុំដឹងថាស្រុកយើងយ៉ាងម៉េចអីយ៉ាងម៉េចវាមិនអាក្រក់ដល់ថ្នាក់គេហៅថាដូចនិយាយមកដូចស្រុកយើងដូចឋាននរកវាមិនអាក្រក់ដល់ថ្នាក់ហ្នឹងឯងបងប្អូនវាដល់ថ្នាក់ហ្នឹងឯងតោះតែយើងបើកចិត្តហើយខ្ញុំក៏នឹងមានវីដេអូមួយដែលខ្ញុំមើលបងស្រីហ្នឹងគាត់ជាកូនខ្មែរដែលកើតនៅអូស្ត្រាលីគាត់អត់ចេះខ្មែរនិយាយទៅវីដេអូនិយាយជាភាសាអង់គ្លេសដែលមានជនជាតិស្បែកខ្មៅម្នាក់គាត់សម្ភាសគាត់នៅស្រុកខ្មែរឥឡូវហ្នឹងគាត់មកនៅស្រុកខ្មែរចាំខ្ញុំធ្វើវីដេអូក្រោយនិយាយតាក់ទងរឿងហ្នឹងគឺវាគេហៅថា inspire បងប្អូនខ្មែរនៅស្រុកក្រៅក៏ដូចជាកូនខ្មែរដែលកើតនៅស្រុកគេឲ្យគាត់យល់ថាអ្វីដែលយើងឮពីមុនមកថាខ្មែរគឺជាប្រទេសក្រីក្រពីមុនផ្សេងតែឥឡូវផ្សឹងគឺជាប្រទេសដែលអត់មានសុវត្ថិភាពគឺជាប្រទេសដែលគ្រោះថ្នាក់ហ្នឹងហើយចាំពួកខ្ញុំធ្វើវីដេអូក្រោយនិយាយពីរឿងហ្នឹងបន្ថែមទៀតព្រោះខ្ញុំចង់និយាយរឿងហ្នឹងដែរដើម្បីinspire ខ្មែរដែលគាត់មានបំណងចង់មករស់នៅស្រុកយើងវិញឲ្យគាត់យល់ថាទីណាក៏វាមានរឿងល្អឬអាក្រក់ក៏វាមានគុណសម្បត្តិគុណវិបត្តិដែរឲ្យយើងយល់ថាមិនថាយើងរស់នៅទីណាគឺមិនមែនតែប្រទេសយើងអាក្រក់ទាំងអស់ប្រទេសគេល្អទាំងអស់ហើយវាមានដូចគ្នាវាមានទាំងរឿងល្អរឿងអាក្រក់អញ្ចឹងឲ្យបងប្អូនបើកចិត្តព្រោះពួកខ្ញុំធ្វើវីដេអូនេះបានជាខ្ញុំអត់ហ៊ាននិយាយឈ្មោះទេណាព្រោះខ្ញុំធ្លាប់ឃើញធ្លាប់មានបទពិសោធន៍ព្រោះគេអត់ចូលចិត្តយើងទេមិនថាវីដេអូខ្ញុំទេបើយើងនិយាយប៉ះឈ្មោះគេហើយនិយាយគ្រប់គ្រងពីប្រទេសយើងជួនណាយើងអត់និយាយប៉ះគេផងយើងនិយាយល្អពីប្រទេសយើងក៏មិនចាំបាច់ខ្មែរមកមើលងាយខ្មែរទេមានគេហ្នឹងគេមើលងាយយើងរួចទៅហើយដល់វីដេអូខ្ញុំហ្នឹងគឺមានជនជាតិគេហ្នឹងគឺគេនិយាយ comment មិនល្អហើយបងប្អូនធ្លាប់ឃើញនៅFacebook ខ្ញុំឃើញពួកខ្មែរឬក៏សាសនាទេគេបង្កើត Facebook page គ្រាន់តែនិយាយល្អពីខ្មែរមិនបានផងយកអត់ទាន់និយាយប៉ះគេទេបាទនេះជា Facebook page របស់គេទេណាគ្រាន់តែនិយាយពីអង្គរយើងគ្រាន់តែនិយាយពីប្រជាជនយើងគ្រាន់តែនិយាយពីស្អីហ្នឹងគឺគេចូលមក comment បងប្អូនគេចូលមកនិយាយតែគេនិយាយហ្នឹងគឺនិយាយភាសាអង់គ្លេសបើបងប្អូនចេះភាសាអង់គ្លេសបងប្អូនមើលទៅតែបើបងប្អូនមើលហើយមិនជឿចាប់ខ្ញុំមិនដឹងថាបងប្អូនជាខ្មែរឬក៏មិនជាខ្មែរគឺខ្ញុំមិនដឹងខ្ញុំមើលខ្ញុំជឿចាប់បាទហើយខ្ញុំជួយនិយាយទៅខ្ញុំក៏បញ្យល់គេដែរណាYouTube ខ្ញុំក៏ចឹងដែរព្រោះខ្ញុំឃើញមនុស្សដដែលហ្នឹងដែលគាត់ comment ហើយម្ល៉េះហើយមិនថាខ្មែរយើងទេខ្មែរយើងមិនបាច់មកជន់ខ្មែរគ្នាឯងទេមិនបាច់មកនិយាយអាក្រក់ពីខ្មែរគ្នាឯងទេមានសះគេហៅទៅហើយសះគេចិត្តយើងហ្នឹងណាតើយើងធ្វើយ៉ាងម៉េចតើយើងឈឺចិត្តអត់បាទខ្ញុំឃើញហើយព្រោះខ្ញុំមានវីដេអូដូចគ្នាទេហើយបងប្អូនមិនឃើញបងប្អូនខ្លះគាត់យកវីដេអូមកបង្ហោះតាម Facebook មានពួកគេនឹងឡើងទៅកាត់អាខ្សែទូរស័ព្ទអូនអញ្ចឹងហ៎ឡើងកាត់ខ្សែហ្នឹងហើយកាត់ខ្សែកាបខ្សែអ៊ីនធឺណិតហើយគេយកមកបង្ហោះយើងឃើញទៀតបងប្អូនជួយចាប់យ៉ាងម៉េចគេថាស្មានតែមានតែគេទេខ្មែរយើងមិនចេះធ្វើការទេប៉ុន្តែខ្ញុំមកពីក្រៅខ្ញុំមកដល់ស្រុកខ្មែរខ្ញុំប្រើរបស់ខ្មែរខ្ញុំបើកឡានខ្មែរសូម្បីតែនៅប្រទេសក្រៅក៏ខ្ញុំឃើញរបស់ខ្មែរខ្ញុំប្រើរបស់ខ្មែរដែរម្ល៉េះហើយបើយើងជាខ្មែរយើងគួរតែលើកស្ទួយខ្មែរមានមោទនភាពហ្នឹងហើយមានមោទនភាពដែលយើងជាខ្មែរខ្ញុំឃើញខ្ញុំនៅប្រទេសគេវាយូរហើយបងប្អូនអូខេតែបងប្អូនខ្លះស្គាល់ខ្ញុំទេមិនដែលដឹងថាខ្ញុំគឺមនុស្សមកពីណាឬក៏មនុស្សល្ងងបែបណាទេបងប្អូនដឹងទេហើយម្ល៉េះហើយខ្ញុំនៅអាមេរិកខ្ញុំរៀនពីគេដែរខ្ញុំនៅនយោគេជានយោមកបងប្អូនខ្ញុំធ្លាប់និយាយពីមុនដែរណាសូម្បីឡានគេបើកទៅខូចតាមផ្លូវបងប្អូនសង្កេតមើលទៅខ្ញុំប្រាប់បងប្អូនចេះ
សង្កេតមើលតាមផ្លូវហើយយើងស្រាវជ្រាវនៅគេហៅថា consumer report គឺរបាយការណ៍ពីអតិថិជនដែលគេទិញឡានទៅតើឡានមួយណាខូចជាងគេតើឡានមួយណាមិនល្អតែនៅប្រជាជនគេបើកអញ្ចឹងបងប្អូនគេបើកឲ្យលយទៀតអូលយមែនតើហេតុអីជានិយមហើយម្ល៉េះហើយឃើញគេស្រែកគេថាគេមិនគេចង់យកការងារទៅបង្កើតនៅស្រុកគេវិញគេចង់ទិញរបស់គេវិញទោះបីថ្លៃក៏ដោយក៏គេសុខចិត្តទិញដែរគេស្រែកអញ្ចឹងបងប្អូនហើយយើងដល់យើងបានទៅប្រទេសគេយើងទៅស្រែកដែរតែបើជន់ឆ្លីប្រទេសគ្នាឯងមកមើលងាយខ្មែរគ្នាឯងហើយដល់ខ្ញុំឃើញអ្នកដែល comment តាម Facebook គ្នាបង្កើតសាប៊ូមានទីផ្សារក៏ថាឲ្យគ្នាដែរខ្ញុំវាមិនយល់យើងចង់ឲ្យកូនចៅយើងបងប្អូនយើងមានការងារធ្វើដល់បងប្អូនខ្មែរយកបង្កើតសាប៊ូឲ្យថាឲ្យគាត់ខ្ញុំវាបញ្យល់សុទ្ធខ្ញុំថាតើយើងរៀននៅសាលាណាតើយើងមកពីណាតើយើងកើតជាខ្មែរយ៉ាងម៉េចហើយមានអ្នកខ្លះទៀត comment ថាខ្ញុំធ្វើវីដេអូណា comment សួរថាវីដេអូខ្ញុំធ្វើហ្នឹងធ្វើគ្រប់ត្រខ្មែរគ្រប់ត្ររដ្ឋាភិបាលខ្ញុំអត់មានគ្រប់ត្រណាទេតែបើខ្ញុំឃើញគោខ្ញុំថាគោខ្ញុំឃើញក្បៃខ្ញុំថាក្បៃបងប្អូនឃើញវីដេអូខ្ញុំហើយបើខ្ញុំថាខ្ញុំនៅក្នុងបរិយាឆ្កែច្រើនមែនខ្ញុំនិយាយថាឆ្កែច្រើនខ្ញុំទៅទិញធុងសម្រាប់បានដោយសារមានឆ្កែមែនខ្ញុំនិយាយអញ្ចឹងប៉ុន្តែនៅស្រុកណាក៏មានឆ្កែដែរមិនម្ល៉េះខ្ញុំនិយាយសងខាងអញ្ចឹងតែមានបងប្អូនខ្លះគាត់អត់ពេញចិត្តទេគាត់ថាខ្ញុំនិយាយគ្រប់ត្ររដ្ឋាភិបាលគ្រប់ត្រខ្មែរគ្រប់ត្ររដ្ឋាភិបាលគ្រប់ត្រខ្មែរយ៉ាងម៉េចព្រោះខ្ញុំនៅខ្មែរឲ្យខ្ញុំធ្វើម៉េចឥឡូវណាយើងជាខ្មែរបងប្អូនយ៉ាយើងជាខ្មែរតើឲ្យយើងគ្រប់ត្រអ្នកណាបើសិនជារដ្ឋាភិបាលព្យាយាមជួយប្រទេសជាតិយើងបែរជានិយាយថាឲ្យរដ្ឋាភិបាលឬក៏យ៉ាងម៉េចហើយបើសិនជារឿងអស់ហ្នឹងគឺធ្វើដើម្បីប្រទេសជាតិយើងស្រែកពីស្រុកក្រៅមកថាយើងហ្នឹងស្រឡាញ់ជាតិណាស្រឡាញ់ខ្មែរណាយើងជាខ្មែរស្រឡាញ់ខ្មែរណាតែយើងមិនដែលឲ្យឱកាសខ្មែរហ្នឹងយើងមិនដែលទាំងលើកស្ទួយបានន័យថាយើងមិនដែលនឹងលើកស្ទួយជាតិសាសន៍យើងផងយើងមិនដែលទាំងលើកស្ទួយផលិតផលឬក៏ដូចជាជួយលើកស្ទួយឲ្យប្រទេសជាតិយើងនេះគ្នាដកដង្ហើមបានលូតលាស់មកដោយស្រួលណាយើងបែរជាគ្រាន់តែស្រែកថាយើងស្រឡាញ់ក៏ប៉ុន្តែយើងបានតែជេរបន្តិចយើងបានតែជន់ផលិតគេហៅថាជេរនេះមិនមែនក្នុងន័យស្ថាបនាជេរក្នុងន័យជន់ផលិតឲ្យខ្មែរយើងនឹងមានខ្យល់ដកមានដង្ហើមដកឲ្យយើងនឹងគឺថាខ្សែធនហ្មងនិយាយលក្ខណៈបែបហ្នឹងអាហ្នឹងខ្ញុំឈឺចាប់បងប្អូនឈឺចាប់មិនខ្ញុំជាខ្មែរខ្ញុំធ្លាប់ធំធាត់នៅស្រុកខ្មែរវាធ្វើឲ្យខ្ញុំនឹងមានអារម្មណ៍ឈឺចាប់ព្រោះខ្ញុំរៀនបានដឹងជ្រៅជ្រះដែរចឹងយើងឮសម្ដីឮការនិយាយអស់ហ្នឹងមកធ្វើឲ្យយើងគាត់ថាខ្ញុំធំស្រុកខ្មែរដែរតាខ្ញុំជាខ្មែរដែរតាទោះខ្ញុំបានទៅនៅស្រុកគេមែនតែក៏ខ្ញុំអត់មានភ្លេចដើមកំណើតជាតិរបស់ខ្ញុំដែរចឹងធ្វើរឿងអស់ហ្នឹងនិយាយមកធ្វើខ្ញុំឈឺចាប់ហេតុអីបានត្រូវមើងងាយអ្នកនៅក្នុងស្រុកខ្មែរខ្ញុំក៏ជាខ្មែរខ្ញុំក៏ធំធាត់នៅស្រុកខ្មែរអញ្ចឹងយើងទាំងអស់គ្នាហ្នឹងបើយើងចង់ឲ្យប្រទេសជាតិហ្នឹងល្អមួយយើងជួយគ្នាគ្រប់គ្រងជួយ support គ្នាបើសិនជាពីមុនមកធ្លាប់មានកំហុសខុសឆ្គងផងណាជួយកែលម្អគ្នាទៅជួយមើលទៅឃើញនៅលទ្ធផលដែលគ្នាគេបានធ្វើផងកុំឃើញតែកុំយកតែរឿងប្រវត្តិចង់30-40ឆ្នាំមុនយកមកនិយាយអត់ចូលគ្នាយើងត្រូវមើលនៅបច្ចុប្បន្នផងថាខ្មែរយើងនេះមានសមិទ្ធផលអីខ្លះបានអីខ្លះមកធ្វើឲ្យប្រទេសជាតិនឹងធ្វើឲ្យប្រជាជននឹងមានជីវភាពមួយគ្រាន់បើក្នុងផ្ទះនឹងមានរបស់ប្រើប្រាស់គ្រប់គ្រាន់មានផ្ទះថ្មនៅឬក៏មានផ្ទះមួយដែលស្កឹមស្កៃឬក៏ប្រជាជននឹងដូចថាសឹងតែថាមានជីវភាពមួយល្អយើងមិនអ្នកគ្រាន់អ្នកមានប្រទេសណាក៏មានដែរបងប្អូនស៊ីសងទៅលើការខំតស៊ូរបស់យើងខំប្រឹងប្រែងការចង់បានរបស់យើងនឹងកម្រិតណាតែគុំប៉ិនជន់ផលិតថាដូចនិយាយដូចសម្ដេចធិបតីគាត់និយាយអញ្ចឹងមិនមែនតាប្រទេសជាតិគេហ្នឹងវាជេរស្ដីថាយោឈឺចាប់មួយតែខ្មែរគ្នាឯងថាឲ្យខ្មែរគ្នាឯងអាហ្នឹងឈឺចាប់ខ្លាំងហ្មងខ្លាំងមែនតើខ្ញុំនិយាយត្រង់ខ្ញុំនិយាយមែនវីដេអូមកច្រើនខ្ញុំនិយាយច្រើនវាឈឺចាប់ខ្លាំងពេលដែលខ្មែរយើងហ្នឹងមើងងាយខ្មែរគ្នាឯងញាប់តែក្នុងពេលដដែលហ្នឹងខ្ញុំអត់និយាយថាបងប្អូនដែលគាត់មិនចង់បលេងខ្មែរដែរខ្ញុំមិននិយាយនេះនិយាយថាបងប្អូនដែលគាត់ជាអ្នកនិយាយហ្នឹងតែក្នុងពេលដដែលហ្នឹងគាត់អត់ខ្មែរមិនបានគាត់នៅចេញចូលស្រុកខ្មែរគាត់នៅមានកូនចៅស្រុកខ្មែរគាត់នៅមានបងប្អូនស្រុកខ្មែរមិនចឹងបើគាត់និយាយថាខ្មែរដូចថានរកខ្ញុំធ្លាប់លើកអស់ឲ្យបងប្អូន
មានន័យថាបងប្អូនគាត់ហ្នឹងរស់នៅក្នុងឋាននរកសម័យនេះពេលណាខ្មែរយើងធ្វើអ្វីបានមួយផលិតអ្វីបានមួយសូម្បីតែតម្លើងឡាននៅស្រុកខ្មែរក៏មិនបានផងក៏ជេរថាយគ្នាឡានខ្ញុំបើកឡានចិនហ្នឹងក៏ថាយពួកខ្ញុំចាំមិនថា ហេតុអីរឿងអីគេខ្ញុំអត់យល់ ទៅដល់ប្លុកឯណាចាប់ដើមជន់គ្នាបាត់ហើយងាប់បាត់ហើយហ្នឹងបងប្អូនឃើញប្លុកអញ្ចឹងជួយទៅសារទៅអូខេលើកទឹកចិត្តគ្នាទៅខ្មែរយើងបកកែណាឥឡូវចាប់ដើមធ្វើនេះធ្វើនោះបានបើសិនជាបានពពីអស់ហ្នឹងពីបងប្អូនណាម្លេះស្រុកយើងចាប្រកាសនឹងឃើញថ្ងៃណាមួយរីចម្រើនឲ្យបងប្អូនឃើញថាតែឥឡូវគេរីចម្រើនណាខ្ញុំចង់បានន័យថាចេះបើសិនជាគេធ្វើអីបានពីទូចមកប្លុកមកបន្តិចហ្នឹងជួយស្រោចទឹកទៅជួយឲ្យពឲ្យជ័យគ្នាទៅយើងជាខ្មែរដូចគ្នាបើអត់បានអីជួយជាស្អីទេខ្ញុំថាខ្មែរគ្រាន់តែស្រឡាញ់គ្នាមិនបាច់ចាំបាច់ជួយដល់លុយកែគ្រាន់តែជួយការលើកទឹកចិត្តការឲ្យពជ័យការគេហៅថាដូចយើងស្រោចទៅលើបន្លែហ្នឹងដែលគ្នាទំចេញប្លុកហ្នឹងទៅគ្នាមិនដោះចេញផ្លែចេញផ្កាមកចេញជាផ្កាចេញជាផ្លែមកត្រូវអត់តែមិនតាន់បាននឹងអីផងគ្រាន់ចេញប្លុកជន់នំនេះជន់ងាប់បាត់ហើយហ្នឹងខ្ញុំឃើញខមមិនអញ្ចឹងអាហ្នឹងទង្វើកុំនិយាយថាយើងនឹងស្រឡាញ់ប្រទេសជាតិយើងស្រឡាញ់ខ្មែរកុំនិយាយពីអស់ហ្នឹងទាំងដែលបងប្អូនមិនបាននៅក្នុងស្រុកខ្មែរទេខ្ញុំឃើញខមមិនហ្នឹងគ្រាន់តែគ្នាទៅបានផលិតអ្វីបានមានក្រុមហ៊ុនមិនទាន់មានក្រុមហ៊ុនផងគាត់តែមានបងប្អូនខ្មែរយកមកធ្វើការឲ្យគាត់មានបុគ្គលិកបងប្អូនថាអគារបាទហើយអូគ្រាន់ប៉ុណ្ណឹងខ្ញុំអួតដែរស្អីខ្ញុំវាអត់យល់សិតតើយើងរៀនមកពីណាគ្រូក្បាលយើងនឹងប្រឡូកមកពីណាខ្ញុំអត់យល់ទេដល់តែខ្ញុំឃើញខមមិនអញ្ចឹងខ្ញុំថាងាប់ហើយយើងមានសិទ្ធមកថាឲ្យគេផងថាគេល្ងងគេមិនចេះហើយយើងគាត់គេទាំងតែស្គាល់គេហើយក៏យើងមិនដឹងថាយើងនៅកម្រិតណាគេនៅកម្រិតណាការចេះដឹងយើងកម្រិតណាគឺយើងអត់ដឹងទេយើងមិនអាចសម្លឹងមនុស្សខាងក្រៅដែលយើងដឹងវាស់វែងដឹងថាគេចេះប៉ុណ្ណាអូខេវីដេអូមួយនេះគាត់តែចង់ចាយដល់បងប្អូននៅរឿងដែលពួកខ្ញុំគិតថាវាល្អទៅវិញទេគេហៅថាជារឿងល្អកើតឡើងមកលើប្រទេសយើងសប្បាយរីករាយនឹងឃើញអ្វីនឹងកើតឡើងខ្ញុំដឹងហើយវារឿងខ្លះយើងមិនចង់ឲ្យមានបញ្ហាវិវាទរវាងប្រទេសមួយនិងប្រទេសមួយឯងហើយក៏រដ្ឋាភិបាលយើងព្យាយាមមិនចង់ឲ្យមានការធ្វើអ្វីឲ្យអ្នកណាឈឺចាប់ដែរមិនឲ្យអ្នកណាប៉ះពាល់ដល់អ្នកណាដែរតែអ្វីដែលផលល្អឲ្យពីអ្វីដែលវាទំតែចាប់ផ្ដើមហ្នឹងក៏ខ្ញុំឃើញផលល្អដែលឲ្យមកដល់ប្រជាជនយើងប្រទេសជាតិយើងឲ្យយើងនឹងចេះរួបរวมគ្នាជួយគ្រប់គ្រងគ្នាចេះជាតិនិយមបានន័យថាឲ្យយើងចេះជាតិនិយមស្រឡាញ់គ្រប់គ្រងផលិតផលក្នុងស្រុកដើម្បីឲ្យការងារទៅឲ្យបងប្អូនខ្មែរយើងមានការងារធ្វើយើងមិនបាច់ចំណាក់ស្រុកវាចាប់ផ្ដើមគេហៅថាអភិវឌ្ឍគ្រប់វិស័យម្ដងបន្តិចអីចឹងខ្ញុំសប្បាយចិត្តនឹងស្រឡងឃើញរឿងអស់ហ្នឹងកើតឡើងហើយគឺការប្រែប្រែប្រួលរឿងអស់ហ្នឹងហ្នឹងហើយគាត់ថាយើងចង់និយាយពីរឿងជាតិនិយមហើយនឹងគ្រប់គ្រងនៅផលិតផលយើងឃើញប្រទេសគេបើខ្ញុំនៅស្រុកខ្មែរប្រហែលជាកំណត់ខ្ញុំគិតខុសគ្នាដល់សារខ្ញុំនៅស្រុកគេយូរទៅខ្ញុំឃើញគេជាតិនិយមគេគ្រប់គ្រងផលិតផលគេទោះបីរបស់គេថ្លៃជាងតិចក៏ដោយទោះបីឡានគេបើកទៅខូចតាមផ្លូវក៏ដោយទោះបី consumer report របាយការណ៍អតិថិជនអ្នកទិញឡានប្រើនោះថាឡានណាល្អឡានណាមិនល្អគេអត់ខ្វល់ទេព្រោះនេះជាឡានរបស់គេត្រូវប្រើអាហ្នឹងបងប្អូនគិតទេបងប្អូនយល់ទេដូចគេតែនិយាយពាក្យថាឧទាហរណ៍ងាយយល់ណាបើថាម្ដាយយើងស្លធ្វើម្ហូបធ្វើបាយយើងញ៉ាំតែយើងជាកូនណាយើងអត់ហ៊ានញ៉ាំទេយើងខ្លាចវាឆ្ងាញ់ឬក៏ថាម៉ែឯងស្លឆ្ងាញ់ទេឬក៏ខ្លាចម៉ែឯងដាក់ថ្នាំពុលឲ្យខ្ញុំញ៉ាំអត់ល្អទេតែហើយគាត់ទៅលក់ឲ្យអ្នកដទៃសួរថាមានអ្នកណាគេញ៉ាំបើសិនជាយើងជាកូនយើងអត់ញ៉ាំម្ហូបដែលគាត់ធ្វើផងហ្នឹងតើអ្នកដទៃគេមិនគេហ៊ាននឹងទិញឬក៏នឹងញ៉ាំរបស់គាត់អាហ្នឹងបានន័យន័យធៀបចឹងអូខេគាត់ថាមុនបញ្ចប់គាត់ទៅប្រាប់បងប្អូនចេះទេណារឿងរវាងប្រទេសអ្នកដទៃប្រទេសជិតខាងយើងព្រោះខ្ញុំអត់ហ៊ាននិយាយឈ្មោះទេព្រោះខេតែលើសូរឈ្មោះអត់បានចឹងមកគេចូលមកថាចេះចុះខ្ញុំធ្លាប់ទៅលេងប្រទេសគេដែរខ្ញុំបានទៅតាមធូរហើយបុកធូរនៅប្រទេសគេហ្នឹងគេនិយាយការពិតអូខេគេនិយាយការពិតខ្ញុំស្ដាប់អស់ហើយគេនិយាយការពិតថាជារបស់ខ្មែរតែខ្ញុំអត់យកមកនិយាយទេណាជារបស់ខ្មែរបាទអ្នកធូរខ្ញុំហ្នឹងណានៅប្រទេសហ្នឹងណាបាទហើយក៏មានអ្នកគេដឹងពីវត្តសាស្ត្រអ្នកដែលគេរៀនចេះដឹងគេសិក្សាស្រាវជ្រាវក៏គេយកមកនិយាយដែរមានមួយចំនួនតូចទេដែលគេហៅថា
គិតមិនល្អជាតិនិយមជ្រុលអញ្ចឹងណា រឿងនេះគឺមិនមែនតែដឹងឲ្យឡើយទេជាង30ឆ្នាំមុនខ្ញុំធ្លាប់ទៅធូរនៅប្រទេសគេហើយនៅអធុតយាអាហ្នឹងគ្រាន់តែជាតំបន់មួយនៅខាងជើងក៏ជាតំបន់របស់យើងដែរគេយកមកផ្សាយគេផ្សាយថាជាតំបន់របស់ខ្មែរគេនិយាយអញ្ចឹងហើយម្ល៉េះរឿងច្រើនណាស់ដែលខ្ញុំដឹងក៏ប៉ុន្តែ យើងអត់ចង់ ហ្នឹងហើយហ្នឹងហើយហើយយើងចូលទៅមើលវត្តខ្ញុំធ្លាប់ទៅមើលវត្តនៅក្នុងណាខ្ញុំចូលទៅមើលវត្តបងប្អូនអសរខ្មែរខ្ញុំមុនដំបូងខ្ញុំអត់សូវចេះអត់ថាអត់សូវដឹងដែរទេអញ្ចឹងព្រោះអាហ្នឹងវាជាង30ឆ្នាំមុនហើយយូរហើយបងប្អូនខ្ញុំឃើញអសរខ្មែរចានៅលើវត្តនៅប្រទេសគេហ្នឹងខ្ញុំចូលទៅធัวខ្ញុំឆ្ងល់ថាហេតុអីក៏មានអសរខ្មែរនៅលើវត្តហ្នឹងដល់ខ្ញុំស្រាវជ្រាវយូរទៅគឺសិតតែជារបស់យើងមែនមិនមែនខ្ញុំមិនដឹងទេបាទអូខេហើយយើងឃើញដូចជាប្រទេសបងប្អូនឃើញប្រទេសគេហៅពាក្យឈ្មោះប្រទេសគេហៅនៅប្រទេសគេថា pepper ឈ្មោះប្រទេសហៅនឹង pepper ខ្ញុំអត់និយាយឈ្មោះទេឃើញទេប្រទេសហ្នឹងក៏គេប្រើឈ្មោះគេដែរតែប្រទេសហ្នឹងនៅពេញស្រុកខ្មែរយើងតែហេតុអីក៏គេដាក់ឈ្មោះប្រទេសគេបេសជីងវងក៏គេដាក់ឈ្មោះប្រទេសគេដែរប្រទេសជាប់បាទប្រទេសយើងហ្នឹងជីងវងនៅប្រទេសយើងក៏មានដែរតាំងពីដើមឡើយមកហេតុអីក៏គេដាក់ឈ្មោះប្រទេសគេម្ល៉េះហើយមានម្ហូបច្រើនមានបន្លែផ្លែឈើច្រើនដែលជារបស់យើងដែរមិនមែនតែប្រទេសគេទេតែហេតុអីក៏គេដាក់ឈ្មោះប្រទេសគេហើយម្ល៉េះក្នុងពិភពលោកជាពិសេសនៅសហរដ្ឋអាមេរិកដែលខ្ញុំនៅគេប្រើឈ្មោះគេតែគេមិនដឹងថារបស់ហ្នឹងអាម្ហូបហ្នឹងអាស្អីហ្នឹងវានៅខ្មែរដែរទេខ្មែរយើងជាអ្នកបង្កើតដែរទេតែគេដឹងអញ្ចឹងណាបងប្អូនឃើញទេគេយកទៅប្រម៉ូទបានជាឈ្មោះគេល្បីល្បាញទូទាំងពិភពលោកមានដឹងទេឈ្មោះគេល្បីល្បាញមែនតើតែខ្មែរយើងខ្ញុំនិយាយជាមួយជនជាតិសខ្លះគេមិនស្គាល់ផងតែខ្មែរនៅឯណាតើខ្ញុំបញ្យល់គេបានគេយល់បងប្អូនឃើញទេគេព្យាយាមមែនតើប្រទេសគេព្យាយាមដើម្បីប្រម៉ូទដើម្បីផ្សព្វផ្សាយឲ្យពិភពលោកស្គាល់បាទតែខ្មែរយកអត់មានអញ្ចឹងទេខ្មែរយើងសូម្បីមានរ៉េស្តូរ៉ង់ខ្មែរផងក៏យកដាក់ឈ្មោះខ្មែរដែរដាក់ឈ្មោះគេហើយម្ល៉េះវីដេអូនេះមានតែប៉ុណ្្នឹងទេអូខេដើម្បីថាឲ្យយើងនឹងមានអារម្មណ៍ល្អដែរយើងអាចផលិតនៅផលិតផលយើងបានយើងគ្រប់គ្រងផលិតផលយើងហើយយើងក៏មិនដូច30ឆ្នាំមុនដែរប្រទេសជិតខាងយើងគេស្មានតែយើងដូច30ឆ្នាំមុនតែអត់អញ្ចឹងទេបងប្អូនអ្វីៗប្រែប្រួលយើងបានធ្វើថាយើងបានផលិតរបស់មានស្តង់ដារអន្តរជាតិដែលនាំចេញទៅក្រៅហើយម្ល៉េះអ្វីៗយើងចាប់ដើមយកមកវិញហើយដូចយើងមានពីសង្គមចាស់ឆ្នាំ1960ព្រឺក៏មុនហ្នឹងគឺយើងអ្វីៗក៏មានដែរខ្ញុំកើតតោះបាទខ្ញុំកើតតោះខ្ញុំធ្លាប់ដើរលេងនៅមុខវាំងនៅពីតូខ្ញុំចាំហើយធ្លាប់មើលវីដេអូដែរហើយម្ល៉េះហើយយើងត្រឡប់ទៅវិញត្រឡប់ផលិតនៅរបស់ទាំងអស់ហ្នឹងវិញហើយប្រទេសជិតខាងគេហ្នឹងគេស្មានតែយើងអត់មានទេគេស្មានតែយើងហ្នឹងដូច30ឆ្នាំមុនតែបងប្អូនមិនដឹងថានៅស្រុកខ្មែរយើងមានឡានបើកល្អជាងឡាននៅប្រទេសគេទេឡានស្រុកយើងស្អីក៏មានដែរបងប្អូនហើយថ្លៃទៀតផងមិនចឹងសូម្បីអ្នកធ្វើ YouTube គេមកប្រទេសយើងខ្ញុំតាមដានអស់ហើយបងប្អូនគេមកដល់គេមកតាមថតឡានល្បីគេថាបាទស្អាតហើយសិតតែអា exotic គេហៅថា exotic មានតែឡានទំនើបបាទអូខេវីដេអូមួយនេះមានតែប៉ុណ្្នឹងទេអូខេសម្រាប់ល្អបាយចាអរគុណជម្រាបលា